ក្នុងធម៌លោកឲ្យតម្លៃទៅលើមនុស្សដែលមានសិលស្របលើពាក្យហ្នឹងឯងអ្នកមានសិលស្របលើឯណាប៉ុន្តែភាគច្រើនខ្មែរយើងឲ្យតម្លៃហួសឲ្យតម្លៃអ្នកមានសិលហ្នឹងទៅលើតាយាយស្លៀកសពាក់សអីចឹងណាប៉ុន្តែថាអ្នកមានអ្នកដែលត្រូវមានសិលចាំបាច់អ្នករស់ស៊ីព្រោះឧបមាថាយើងចលះបើចរិតរឹកពីអត់សមរម្យមួយអតិថិជនគេមិនមករស់ស៊ីមួយយើងមែនទេបងប្អូនណាចរិតរឹកពីសមរម្យហ្នឹងគេហៅមនុស្សមានសិលណាបងប្អូនណាស្មាតធ្លាប់មានមិត្តភ័ក្តិធ្វើការងារផ្នែកអញ្ចឹងដែរគេរៀនក៏ប្រកែចរិតរឹកពីគេក៏ថ្លៃធ្នូហើយដូចចឹងការងារវាច្រើនបន្តិចធនាគារនេះហៅទៅឲ្យឲ្យប្រាក់ខែលើសធ្វើការនោះបានប៉ុន្មានណាធនាគារមួយទៀតហៅទៅទៀតឲ្យប្រាក់ខែលើសទៅទៀតដែរអញ្ចឹងបានបនរួមផ្សំទាំងសេចក្តីព្យាយាមហើយនឹងចរិយាមារយាទចរិតរឹកពីថ្លៃធ្នូនឹងជួយឲ្យវាសនាមនុស្សនឹងបានខ្ពង់ខ្ពស់ថ្ងៃគេហៅអី soft skill អញ្ចឹងណាគ្នាណាហ្នឹងហើយឧទាហរណ៍ថាមានសញ្ញាបត្រមកដូចគ្នាប៉ុន្តែលក្ខណៈសម្បត្តិខុសគ្នាអញ្ចឹងជោគវាសនាក៏ខុសគ្នាដែរ